សម្រាប់អ្នកដែលកាត់ក្រោយឆ្នាំ2000ច្បាស់ជាអត់ស្គាល់កាហ្វេឆុងបុរាណបែបនេះទេការឆុងកាហ្វេបុរាណនេះគឺខានឃើញយូរខ្លាំងមែនតើព្រោះអីឥឡូវនេះគឺសម្បូរទៅដោយកាហ្វេម៉ាស៊ីនអញ្ចឹងសម្រាប់អ្នកដែលចង់ញ៉ាំកាហ្វេបុរាណបែបនេះមិនបាច់ទៅហោណាឆ្ងាយទេមកទៅដឿងហែមអូអាស័យហ្នឹងពេលផឹកពេលថ្ងៃគឺដឹងតែមានហើយកាហ្វេដែលខ្ញុំកំពុងតែបង្ហាញបងប្អូនមើលនេះគឺនៅដឿងហែមអូអាស័យហើយខ្ញុំបានទិញជាមួយនឹងកាហ្វេទឹកដោះគោក្តៅគាត់មួយកែវតែ2500ឯងទោះបីជាតម្លៃសមរម្យមែនប៉ុន្តែរសជាតិគឺអែមតែម្ដងមានតែអ៊ំស្រីចាស់ហេបានស្គាល់ច្បាស់ព្រលឹមឡើងមកដាក់កាហ្វេមួយកែវឆាខ្វៃមកគូអង្គុយលេងអុកជប់ជុំមិត្តភ័ក្តិអូយសប្បាយអស់តឲ្យជីវិតហើយសម័យឥឡូវចំពោះកាហ្វេបុរាណបែបនេះគឺពិបាករកខ្លាំងមែនតើបើចង់ញ៉ាំតតែមកខាងអូអាស័យបានសម្បូរអញ្ចឹងអ្នកទាំងអស់គ្នាដែលអត់ទាន់បានសាកជាមួយកាហ្វេបុរាណបែបនេះអាចមកសាកបានជាពិសេសហ្នឹងគឺ Gen Z នឹងឯងទោះបីជារស់នៅក្នុងសម័យកាលទំនើបមែនប៉ុន្តែកុំភ្លេចសាកអីដែលថ្មីជាមួយនឹងសេរីចាស់ម្ដងបានដឹងថាអែមប៉ុណ្ណាអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំទៅ review កន្លែងណាទៀតអាច comment ប្រាប់ខ្ញុំខាងក្រោមបានណា